សូមជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel Delsa ហើយសម្រាប់វីដេអូថ្ងៃនេះ Admin ធ្វើដំណើរទៅកាន់ស្រុកបាវិលស្រុកបាវិលគឺជាស្រុកមួយក្នុងចំណោមស្រុកទាំងអស់នៃខេត្តបាត់ដំបងដែលមានចម្ងាយ52គីឡូម៉ែត្រពីក្រុងបាត់ដំបងហើយបើសិនជាយើងធ្វើដំណើរពីខេត្តបន្ទាយមានជ័យទៅគឺចម្ងាយ53គីឡូម៉ែត្រស្រុកបាវិលមានដីសម្បូរទៅដោយជីវជាតិនិងសម្បូរទៅដោយធនធានធម្មជាតិដែលអាចប្រើប្រាស់សម្រាប់កសិកម្មបានយ៉ាងល្អហើយក៏មានផ្លូវសម្រាប់ធ្វើដំណើរយ៉ាងស្រួលតភ្ជាប់ទៅកាន់ក្រុងបាត់ដំបងនិងស្រុកជិតខាងផ្សេងទៀតមានសាលារៀនមណ្ឌលសុខភាពនិងទីស្នាក់ការរដ្ឋបាលស្រុកក៏មានផងដែរដើម្បីផ្តល់សេវាកម្មសង្គមដល់ប្រជាជនក្នុងតំបន់នោះហើយស្រុកបាវិលនេះដែរក៏ជាផ្នែកដ៏សំខាន់មួយនៃខេត្តបាត់ដំបងដែលមានសក្តានុពលក្នុងការអភិវឌ្ឍជីវភាពសេដ្ឋកិច្ចនិងសង្គមរបស់ប្រជាជនក្នុងតំបន់ជាចុងក្រោយសូមអរគុណសម្រាប់ការទស្សនារបស់ពុកម៉ែបងប្អូនសូមជួយចុច Subscribe Channel ម្នាក់មួយផងនិង Like មួយផងបងប្អូនជួបគ្នានៅវីដេអូក្រោយអរគុណជម្រាបលា